បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងបន្តការគូសរបស់យើងទៀតបាទតែពីថ្ងៃមុនយើងបានធ្វើ tagging នេះឥឡូវយើងធ្វើការរៀបចំវាស្អាតបន្តិចសិនហើយមកcopy វាខ្ញុំធ្វើការមកស្ដាប់Pinter lah.យើងsẽរៀបចំវាយើងមើលគេថាស្អាតមើលទៅសំផ្លែគេមើលសំដូចគ្នាAll center line ini sudah mentok mau ya. Oke, kalau yang coba tiếpយើងថា leader បងប្អូនខ្ញុំ leader យើងដាក់នេះជាសម្រាប់ចាក់ក្នុង column របស់យើងអញ្ចឹងណាតាមអក្សរយើងមួយមកយើងដាក់ខ្លះដែរចាក់យើងមិនត្រូវយក leader មកចូលក្នុងវាដូច្នេះខ្ញុំសូមចូលទៅនៅក្នុង leader នេះបងប្អូននេះប៉ុន្តែខ្ញុំចូលទៅបង្កើតវាសិនក្នុងនេះខ្ញុំយក standard នេះបាទ
អ្វីដែលធ្វើមុនគឺខ្ញុំចូលខ្ញុំសូមញូវាមួយសិនដើម្បីបង្កើតវាតោះមកយើងធ្វើការ set up scale វាដូចកាលដែលយើងធ្វើ dimension អញ្ចឹងបាទឥឡូវខ្ញុំសូមដាក់វា100ដូចកាល dimension អញ្ចឹង100តោះមកធ្វើការ continue វាទៅបាទ continue នឹងកន្លែងនេះទឹក high នេះខ្ញុំសូមយកវា 2.5 ដូចកាលដែលយើងដាក់នៅក្នុង dimension អញ្ចឹងបាទ 2.5 ហើយទឹក style នេះយើងប្រើដូចជាមួយអាចយើង set ទាំងមក improvement មកបាទហ្នឹងហើយសម្រាប់ form វាយើងយក file layer មកពេលដែលយើង select layer វានឹងរត់ទៅតាមពណ៌ហ្នឹងបាទបន្តមកទៀតនេះ specify scale នេះខ្ញុំសូមដាក់ 100 ដូចអ្វីដែលយើងបានធ្វើនៅក្នុង dimension អញ្ចឹងបាទនៅអត់មានទៀតមកដល់នេះបាទ color ខ្ញុំយកបាយយកដែរបាទនៅដល់នេះ size នេះខ្ញុំសូមយក 1.2 ដូចអ្វីដែលយើងកំណត់ក្នុង dimension ដែរហើយនេះសម្រាប់ផ្ញើក្បាលព្រួយផ្សេងទៅបងប្អូនចង់ចូលវាមិនតែខ្ញុំសូមយកនេះឥឡូវនឹងxemមកបាទតោះមកទៅអូខេខ្ញុំsetក្រែមវាតោះមកខុសវាបាទហើយបងប្អូនយើងចូលមកវាមកខ្ញុំសូមយក leader នេះខ្ញុំដាក់ចូលលំទៅសមួយចុះខ្ញុំដាក់ថា C1 ហើយគុណនោះហើយខ្ញុំសូមដូរវាទៅជា layer តិចទៅហើយបងប្អូនគេហៅថាវាធំតែសារតែប៉ុន្តែនេះយើងប្រើ scale 50ទេប៉ុន្តែខ្ញុំ set វាមិញ scale វា100បាទពេលឥឡូវចូលទៅកំណត់វាដូច dimension ដែរខ្ញុំចូលទៅកំណត់ភាសាទៀតបាទខ្ញុំយក new ទៀតមកខ្ញុំដាក់ 50 ម្ដងបាទ continue content នេះតាមត្រូវហើយហើយបងប្អូនឡើយនេះដាក់ 50 វិញមកចុះខ្ញុំ set 50 ហើយបងប្អូនខ្ញុំសូមចូលទៅលើវិញសិនអូខេ50ខ្ញុំចាប់ចំណុចនេះមួយចំណុចនេះមួយបាទ C មួយហើយសូមមកទៅសូមបាទខ្ញុំសូមដូរខ្ញុំដាក់តាមសិនមកបាទរបស់អូខេលេងវាប៉ុណ្្នឹងគ្នាអានេះយើងសួរយ៉ាងដែរទៅពេលយើងផលិតដើមទៅយើងចូលទៅឥឡូវនេះមកខាងនេះទៀតមកទៅសយើងខ្ញុំសូមធ្វើការ mirror វាតែម្ដងមកហើយយើងចាប់ដើម copy វា copy ដាក់នេះហើយទៀតបាទ
ពីទេតែកាមេរ៉ាវាមកទៅតែខ្លាំងត្រឡប់មកវិញបាទអូខេតែយើងរួចរាល់ហើយក្នុងការប្រើប្រាស់ leader បាទខ្ញុំថាបងប្អូននេះធ្វើទៅពេលខ្លះយើងព្យាយាមធ្វើមិនអាចថាម្ដងត្រូវទេពេលខ្លះធ្វើទៅ2ដង3ដងខ្ញុំនិយាយតាមក្នុងវីដេអូមួយហ្នឹងដែលនេះយើងបញ្ចប់ការងារប្រើប្រាស់ leader ហ្នឹងទៅចាំដល់វីដេអូក្រោយយើងនឹងមានអ្វីផ្សេងៗមកទៀតឥឡូវនេះខ្ញុំសូមអរគុណបងប្អូនសូមបញ្ចប់វីដេអូត្រឹមនេះសិនបាទសូមអរគុណបងប្អូនបាទ